ទូទៅការរៀបចំផែនការរញ្ញធុវាផាកផែទៅនឹងការសំដែរណាឧទាហរណ៍យើងសំនោះក៏យើងមានគោលបំណងអីហើយបើយើងសំណាការរៀបចំផែនការរញ្ញធុក៏ដូចគ្នាដែរយើងគិតហើយបើយើងគូយើងគិតមើលឧទាហរណ៍ថាយើងចង់វិនិយោគយើងចង់ថ្ងៃនេះយើងធ្វើការ3ឆ្នាំក្រោយមកខ្ញុំចង់ឈប់ធ្វើការខ្ញុំរកទទួលទានអីវិញរកទទួលទានអីហ្នឹងខ្ញុំត្រូវការដើមទុនប៉ុន្មានអញ្ចឹងអានេះវាជាផែនការអញ្ចឹងដើម្បីផែនការរញ្ញធុគាត់ត្រូវចាប់ដើមសំពីពេលហ្នឹងទៅហ្នឹងទី1ណាគាត់សំបានរឿងទី2នៅពេលនេះគាត់ចង់ធ្វើសំនឹងដែរតែក៏អត់ចង់សំបរិយាអាជីវកម្មអីទេគាត់សំដើម្បីទិញសម្ភារៈអីមួយអាហ្នឹងក៏ជាផែនការរញ្ញធុនឹងដែររឿងតទៀតពិសេសបំផុតរឿងតាក់ទងគាត់មានអាជីវកម្មរួចហើយអ្នកដែលមានអាជីវកម្មខ្នាតតូចណាយើងចង់បានអាជីវកម្មយើងធំជាងនឹងល្អជាងនឹងរីកចម្រើនជាងនឹងចំណូលច្រើនជាងនឹងអាហ្នឹងក៏ត្រូវមានផែនការដែរយើងដាក់ផែនការច្បាស់លាស់ឧទាហរណ៍ថាផែនការលក់ថ្ងៃនេះយើងលក់បានមួយខែ 1000 2ខែក្រោយមក5ខែក្រោយមកយើងនឹងបង្កើនការលក់បានមួយខែ 1500 ហើយយើងធ្វើផែនការបន្តចឹងទៅអាជីវកម្មយើងមិននៅតែអាជីវកម្មខ្នាតតូចរហូតទេណាយើងអាចផែនការយើងអាជីវកម្មយើងអាចខ្លាយទៅជាអាជីវកម្មខ្នាតធំបានករណីសិក្សារបស់រ៉ានីគាត់ល្អប្រសើរជាមេរៀនដល់យុវជនយើងក្មេងៗជំនាន់ក្រោយណាអញ្ចឹងរ៉ានីគាត់រៀនបានតិចហើយគាត់ចង់មានការងារធ្វើគាត់ start ជាធ្វើការជាអ្នកសម្អាតនៅក្នុងស្ថាប័នមួយអញ្ចឹងជារួមអ្នកខ្លះគាត់ខ្មាស់អៀនណាក៏តែរ៉ានីគាត់ខ្មាស់អៀនដែរគាត់ធ្វើការទីនឹងក៏បានប្រាក់ខែគាត់ចាប់ដើមសំលុយនឹងជាមេរៀនមួយសម្រាប់យើងទាំងអស់គ្នាសូម្បីតែធ្វើការនៅក្នុងឋានៈមួយទូចក៏មានលុយសំបានដែររ៉ានីក៏មានគោលបំណងគាត់ច្បាស់លាស់គាត់សំហើយគាត់ចង់បានធ្វើអីគាត់ចង់មានផ្ទះនៅអញ្ចឹងគាត់សំបានមួយចំណែកណាមួយទៅអញ្ចឹងគាត់ចង់ទិញផ្ទះគាត់យកលុយសំរបស់គាត់បូកជាមួយនឹងគាត់ខ្ចីចំណែកមួយទៀតមកពីខាងធនាគារឬក៏គឺស្ថានមីក្រូហ្នឹងទៅគាត់អាចមានផ្ទះបានចាប់ប៉ុណ្ណឹងទៅពី3ឆ្នាំក្រោយមកគាត់អាចទូទាត់បំណុលនឹងបានគាត់មានគោលបំណងទៀតដែរគាត់ចង់ធ្វើអាជីវកម្មហើយនេះក៏គាត់សំតទៀតទៅគាត់អាចធ្វើបានអញ្ចឹងជាចុងបញ្ចប់យើងមើលខេសរ៉ានីករណីសិក្សារបស់រ៉ានីគាត់ start ពីអាជីវកម្មមួយទូចគាត់ start ពីបុគ្គលិកទូចហើយគាត់ខ្លាយទៅជាម្ចាស់អាជីវកម្មមួយវាមិនធំណាស់ណាទេក៏ប៉ុន្តែវាមានការរស់នៅមួយដែលមនុស្សទូទៅមនុស្សភាគច្រើនប្រាថ្នាចង់ឲ្យបានដូចគាត់ណាអញ្ចឹងករណីរ៉ានីវាជាមេរៀនសម្រាប់បងប្អូនណាយុវវ័យយើងគួរទៅយកគំរូតាមគាត់ណា